ជាម្ដាយចង់ឲ្យកូនបានល្អមានកន្លងធម៌មាគាជីវិតប្រពៃមិនចង់បានការតបស្នងសូមត្រឹមឲ្យកូនថ្លៃបានយល់នៅតម្លៃនៃគុណមេត្តាភាពជោគជ័យមិនសមដល់ទ្រព្យសម្បត្តិឡើយសំខាន់ផ្លូវចិត្តធូរស្បើយគ្រួសារបានល្អមានញាតិមិត្តជុំវិញខ្លួនដែលមានចិនស្មងសទើបហៅថាបវរក្នុងជីវិតជាមេត្តាដៃ100ដងពាក្យគេថាដៃម្ខាងធ្វើការដៃម្ខាងម្ដាយ3កូនញីដឹកនាំគោលដៅជំនួយមិនថាទូក្តៅរងាហ៊ានពុំពីគ្រប់យ៉ាងមិនចាញ់បរងជាមនុស្សម្នាក់ដែលស្មោះត្រង់ជាមួយគោលដៅការងាររាក់ជ្រៅបំពេញដោយភាពហ្មត់ចត់ឆ្ពង់ទៅ